Ok, ban này cứ chỉ chẳng tí đã chụp bánh hà chừng ngư lương sắc là cái hai thà chừng ngư chlorosis mà chừng ngư ní cứ viết phơi oi chẳng tí bao giờ nứng viết sắc làng lương bạch nở po bài tong ọ mà chẳng là sao tại vì bạch chít bài tong tới màสมรรถភាពនៃការផលិតអាហាររបស់វាចុះខ្សោយបាទអញ្ចឹងគឺស្លឹកឡើងទៅជាលឿងស្លេកឆ្លាំងតែម្ដងបាទអញ្ចឹងសម្រាប់មូលហេតុដែលវាបង្កឲ្យចន្ទទីយើងជួបរឿងបែបនេះគឺដោយសារតែចន្ទទីខ្សោយកម្លាំងខ្វះសារធាតុចិញ្ចឹមបាទអញ្ចឹងវាមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់បាទខ្សោយកម្លាំងវាអត់មានសមត្ថភាពផលិតអាហារអត់មានសមត្ថភាពសម្យោគជាមួយនឹងពន្លឺថ្ងៃបាទអញ្ចឹងវាចេះតែខ្សោយទៅធ្វើឲ្យវាកើតនៅជំងឺលឿងស្លឹកនេះបាទហើយមួយវិញទៀតវាអាចបង្កឡើងដោយសារតែកម្ដៅថ្ងៃក្តៅខ្លាំងហើយស្ងួតបាទដែលជាកត្តាបង្កឲ្យប្រព័ន្ធរឹសរបស់ចន្ទទីវាខូចធ្ងន់ធ្ងរបាទអត់មានលទ្ធភាពបឺតស្រូបយកសារធាតុចិញ្ចឹមបញ្ជូនឡើងមកលើបាទគឺវាមានកត្តាជាច្រើនដែលវាបង្កឲ្យចន្ទទីយើងជួបបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងគឺយើងអាចមានថាបញ្ហាទី1គឺប្រព័ន្ធរឹសបាទខូចដោយសារអាកាសធាតុក្តៅស្ងួតទី2បាទចន្ទទីខ្សោយកម្លាំងខ្វះសារធាតុចិញ្ចឹមបាទទី3គឺវាបាទអត់មានលទ្ធភាពសម្យោគជាមួយនឹងពន្លឺថ្ងៃដោយសារតែវាអត់មាន chlorophyll បាទស្លឹកចន្ទទីវាអត់មានជាតិបៃតងបាទវាអត់មានលទ្ធភាពសម្យោគជាមួយនឹងពន្លឺថ្ងៃបានល្អបាទធ្វើឲ្យកម្លាំងវាចេះតែខ្សោយទៅបាទអញ្ចឹងសម្រាប់បញ្ហានេះយើងអាចដោះស្រាយបានបាទគឺដោយយើងផ្ដល់ផ្នែកលើស្លឹកនេះគឺយើងផ្ដល់ឲ្យវានៅពពួកសារធាតុបន្តបន្សំមានដូចជាម៉ាញ៉េសូមបាទដែកទង់ដែងម៉ង់កាណេសបាទស័ង្កសីជាដើមសារធាតុរ៉ែទាំងអស់ហ្នឹងគឺវាជួយឲ្យបាទកើតនៅពពួក chlorophyll ឡើងវិញឲ្យចន្ទទីរបស់យើងមានសមត្ថភាពផលិតអាហារឡើងវិញបាទហើយបើអាចបងប្អូនអាចជួយបាទដាក់ទឹកដាក់អីចឹងទៅបាទធ្វើយ៉ាងណាឲ្យវាកើតរឹសស្បៃមកថ្មីមកវិញមកបាទអាហ្នឹងគឺកាន់តែលឿនមែនតើអញ្ចឹងយើងអាចស្រោចទឹកលាយនៅប្រភេទបាទពពួក humic acid អីចឹងទៅដើម្បីជួយឲ្យវាចេញរឹសថ្មីមកបាទធ្វើឲ្យរឹសហ្នឹងវាអាចដំណើរការបានល្អប្រសើរហើយយើងផ្ដល់នៅសារធាតុរ៉ែនៅខាងលើនេះទៀតឲ្យវាកើតនៅ chlorophyll មកវិញបាទគឺលឿនបាទយើងអាចជួយវាបានលឿនមែនតើបើយើងធ្វើបែបនេះបាទអញ្ចឹងនេះគឺជាដំណោះស្រាយដែលយើងអាចដោះស្រាយបានគឺយើងមានប៉ុណ្ណេះបាទហើយចន្ទទីនេះបើសិនជាយើងអត់មានអីជួយវាទេបដ ாய் វាគឺបាទអត់បានអីទេបាទផ្កាដែលវាចេញមកហ្នឹងគឺនៅត្រឹងបាទហើយរីកមកហ្នឹងវាខ្សោះកម្លាំងអត់មានកម្លាំងអីទេបាទចេញក្តាប់មកមួយក៏វាបាទពិបាកនឹងកាន់ដែរបាទក្តាប់ចេញមកអាចខូចទៅវិញអញ្ចឹងទៅបាទនេះឃើញថាក្តាប់ខូចទៅវិញបដាចេញមកមួយទៅក្តាប់បាទក្តាប់ចេញមកខូចអាហ្នឹងដោយសារតែវាបាទខ្វះសារធាតុចិញ្ចឹមតែម្ដងបាទឃើញថាវាផលអត់តបានអីណាស់ទេបាទដោយសារតែវាកើតនៅជំងឺ chlorosis នេះបាទអញ្ចឹងវាអត់អាចផលិតក្តាប់មកបានច្រើនទេបាទក្តាប់ចេញមកតិចហើយវាខូចទៅវិញស្ទើរតែពាក់កណ្ដាលទៅហើយបាទអញ្ចឹងបើថាយើងមិនបានជួយវាទៀតបដ ாய் វាគឺអស់តែម្ដងបាទអញ្ចឹងយើងគួរតែព្យាយាមជួយវាឲ្យអស់ពីលទ្ធភាពដើម្បីបាទទី1គឺយើងធ្វើឲ្យយើងអាចទទួលបានផលបាទមកវិញខ្លះទី2គឺយើងអាចជួយសង្គ្រោះចន្ទទីកុំឲ្យវាជួបនៅបញ្ហាងាប់ដើមបាទអញ្ចឹងបើសិនជាយើងមិនសង្គ្រោះវាទេបដ ாய் វាទៅអាចនឹងជួបបញ្ហាងាប់ដើមបាទងាប់ទាំងដើមតែម្ដងគឺធ្ងន់ធ្ងរជំងឺនេះបាទដោយសារតែវាអត់មានដំណើរការសារធាតុចិញ្ចឹមអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបាទបើសិនជាបងប្អូនមានចម្ងល់អាចជជែកសួរបន្ថែមបានបាទតាមរយៈលេខទូរស័ព្ទដូចជាឆាតបាទហើយអរគុណច្រើនដែលបានតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទ